ពូសូមអាប់ដេតព័ត៌មានក្តៅអូយពូនិយាយមែនណាតាំងពីពូគ្រប់គ្រងក្លឹបម៉ាឌ្រីតណាពូមិនដែលជួបរឿងហើយក៏មិនដែលឮថាក្លឹបម៉ាឌ្រីតមានរឿងសាហាវបែបហ្នឹងកើតឡើងទាល់តែសោះឥឡូវនេះកីឡាករម៉ាឌ្រីតផ្អើលទាំងក្លឹបផ្អើលទាំងថ្នាក់ដឹកនាំកីឡាករទាំងអស់ហ្មងវ៉ាល់វ៉ាដេហើយនឹងយូមេនីវាយគ្នាក្នុងកំឡុងពេលវឹកហាត់ហើយបើតាមពូទទួលបានព័ត៌មានពីបុគ្គលិកផ្លូវការរបស់ម៉ាឌ្រីតវ៉ាល់វ៉ាដេត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដោយសារយូមេនីផ្ទះកំភ្លៀងដួលសន្លប់ស្ដុកស្ដឹងហើយករណីនេះវាមានភាពតានតឹងរយៈពេល2ថ្ងៃជាប់គ្នាហើយបន្ទាប់ពីទៅមន្ទីរពេទ្យហើយត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមិនតែប៉ុណ្ណោះវាមានរឿងមួយករណីផ្សេងទៀតរូឌីកើនឹងបានផ្ទះកំភ្លៀងអាល់វ៉ារ៉ូហ្គារេរ៉ាសឲ្យរហូតដល់មិត្តរួមក្រុមទាំងអស់ចូលទៅខិតមិនប្រមាណសប្តាហ៍ក្រោយមករូឌីកើបានស្រែកកំហុកដាក់ការ៉េរ៉ាម្ដងទៀតខ្លាំងរហូតដល់គាត់ត្រូវបានក្លឹបឲ្យសុំទោសជាសាធារណៈលើបណ្ដាញសង្គមហើយរឿងនេះក៏បានបញ្ជាក់តាមរយៈ Instagram របស់ខ្លួនផងដែរអានេះវាបញ្ហាអាក្រក់មើលបំផុតហ្មងកីឡាករលំដាប់ពិភពលោកហើយក្លឹបយៈដូច Real Madrid បែរជាធ្វើកីឡាករវាយគ្នាដូចក្មេងតាមភូមិហី Valverde វាយ Jumeni វាយ Valverde វិញរត់ដល់ចូលពេទ្យតែឥឡូវហ្នឹងត្រូវបានគ្រូពេទ្យឲ្យមកផ្ទះវិញហើយ Valverde ហើយជាមួយគ្នានោះដែរអឹមបាប៉េក៏ត្រូវបានរាយការណ៍មួយទៀតថាបានឆ្លោះប្រកែកគ្នាជាមួយនឹងសមាជិកនៅក្នុងក្រុមការងារគ្រូវឹកហើយមកទល់នឹងពេលនេះក្លឹប Real Madrid បានកាត់បន្ថយការវឹកហាត់ខាងផ្នែកបច្ចេកទេសពួកវាមានភាពតានតឹងខ្លាំងហើយករណីនេះប្រសិនបើក្លឹបរកឃើញអ្នកណាបង្កើតបញ្ហានឹងកើតឡើងអាចនឹងត្រូវព្យួរការប្រកួតពី3ទៅ10ប្រកួតហើយបើត្រូវចាត់ទុកថាបានន័យថារកឃើញនៅក្នុងករណីធ្ងន់ធ្ងរអាចពិន័យពី11ដល់20ប្រកួតដោយកាត់ប្រាក់ឈ្នួលប្រាក់ពលកម្មហើយបញ្ចប់កុងត្រាតែមកហើយមួយទៀតកីឡាករប្រហែលជា5 6នាក់ទៀតអត់ស្ដាប់អាល់វ៉ារ៉ូទេអត់ស្ដាប់គ្រូវឹកបច្ចុប្បន្នអញ្ចឹងគាត់ពិបាកនិយាយដោយសារកីឡាករវាស្តារខ្លាំងពេកតែយើងមិនបាច់និយាយទេពូដឹងដោយអាប៉េដោយអីដោយអាម៉ៅដោយអីនេះពិបាកនិយាយណាហើយជាពិសេសគឺរឿងអាប៉េហ្នឹងហ្មងអាប៉េឥឡូវនេះត្រូវបានអ្នកគ្រប់គ្រងនៅទូទាំងនិយាយទៅគឺអេស្ប៉ាញហ្មងបានបោះឆ្នោតប្រហែលដូចជា3លានអ្នកជាងដើម្បីជំរុញឲ្យក្លឹប Real Madrid លុបអាប៉េចេញទៅពួកគេមិនសប្បាយចិត្តអាប៉េទី1មិនគោរពក្លឹបទី2មិនគោរពមិត្តរួមក្លឹបមិត្តរួមក្រុមទី3ជាពិសេសគឺមានបញ្ហាជាមួយនឹងបុគ្គលិកនៅក្នុងក្រុមការងារក្លឹបនេះឥឡូវនេះវាយគ្នាវល់ពេញហ្នឹងឥឡូវពូសុំអាប់ដេតព័ត៌មានប៉ុណ្្នឹងសិនណាចាំមានអីបន្ថែមទៀតអូខេពូនឹងចេញភ្លាមហ្មងអរគុណ